ប្រសិនបើខ្ញុំកំពុងតែស្វែងរកមើល laptop ការងារនៅក្នុងពេលបច្ចុប្បន្ននេះ model ថ្មីៗទាំងពីរនេះសុទ្ធតែជាជម្រើសល្អៗដែលគួរពិចារណាសួស្តីអ្នកទាំងអស់គ្នាខ្ញុំគឹមលេងស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់ Camera Report វីដេអូមួយនេះគឺសម្រាប់អ្នកដែលកំពុងតែស្វែងរកមើលកុំព្យូទ័រការងារដំណើរការដោយ CPU AMD ចំនួនក្រោយ AMD ប្រហែលឆ្នាំចុងក្រោយនេះគឺធ្វើបានល្អមែនតើមិនមែនជា AMD ដែលយើងធ្លាប់ស្គាល់កាលពី10ឆ្នាំមុនឬក៏5ឆ្នាំមុននោះទេនៅក្នុង laptop ទាំងពីរនេះគឺមានបំពាក់ដោយ CPU AMD Ryzen AI 7ចំនួនក្រោយបន្តែអេក្រង់ ASUS Lumina OLED កម្រិតខ្ពស់ច្រកថាមពលថ្មគឺមិនចាំបាច់បារម្ភទេកាន់បានពេញមួយថ្ងៃជាមួយនឹង mode design ស្ដាងស្រាលសាមញ្ញទំនើបហើយរឹងមាំដដែលទៀតដោយ ASUS ZenBook S16 នេះគឺសម្រាប់អ្នកដែលចង់បានអេក្រង់ធំសម្រាប់បំពេញការងារងាយស្រួលធ្វើការបើកកម្មវិធីបានច្រើនក្នុងពេលតែមួយអញ្ចឹងអាចរកមើល model មួយនេះបានមានទំហំដល់ទៅ16អ៊ីងនិង ZenBook 14គឺសម្រាប់អ្នកដែលចង់បានទូខ្លួនតូចទំហំ14អ៊ីងនឹងឯងហើយនៅតែមានសមត្ថភាពក្នុងការបំពេញការងារបានដូចគ្នាដោយវាប្រើប្រាស់ CPU ដូចគ្នាទាំងពីរ model នេះខ្ញុំពិតជាស្រឡាញ់ជាមួយនឹងអេក្រង់នៅលើហ្នឹងការងារធ្វើបានរហ័សហើយនឹងងាយស្រួលយកតាមខ្លួននឹងឯងវាស្ដាងស្រាលប៉ុន្តែហើយទូខ្លួននៅលើនេះគឺពិតជាមានគុណភាពផលិតខ្ពស់សមទៅនឹងតម្លៃទឹកប្រាក់ដែលយើងចំណាយដែរដោយ mode design នៅលើកម្របនេះគឺមានលក្ខណៈដូចជា ZenBook series ថ្មីៗដទៃទៀតហើយនៅលើ ZenBook S16 គឺមានប្រើនៅសារធាតុសំប្លែក unique ដែលធ្វើការបូកបញ្ចូលគ្នារវាង ceramic និង aluminum ដោយអ្នកនរគ្នាធ្លាប់ឃើញខ្ញុំបង្ហាញនៅលើ model មុនមួយចំនួនដែរជាមួយនឹងជម្រើសពណ៌ប្រភេទមួយនេះក៏ស្អាតពណ៌សក៏ស្អាតដែរអត់សូវជាជាប់ស្នាមម្រាមដៃច្រើនពេកនោះទេនៅលើនេះនឹងនៅរក្សាកម្រាស់បានស្ដាងខ្លាំងហើយស្រាលថែមទៀតផងសម្រាប់ laptop ទំហំ16អ៊ីងបែបនេះមានទម្ងន់ត្រឹមតែ1គីឡូកន្លះប៉ុណ្ណោះខ្ញុំក៏ចាប់អារម្មណ៍ឃើញថាកុំព្យូទ័រដៃចំនួនក្រោយៗរបស់ ASUS ភាគច្រើនសុទ្ធតែមានកម្រាស់ស្ដើងតែមិនកាត់បន្ថយទៅលើគុណភាពផលិតឬក៏ភាពមាំនោះទេនៅតែបានឆ្លងកាត់នៅការតេស្តកម្រិតធន់មាំលំដាប់យោធាដូចគ្នាកាន់តែដឹងភ្លាមថានេះមិនមែនជា laptop ដែលមានតម្លៃក្រោមពណ៌នោះទេបើសម្រាប់ ZenBook 14នេះវិញម៉ាស៊ីន AMD ជម្រើសពណ៌ខ្មៅក្រឹបនេះរៀងដូចគ្នាទៅនឹងម៉ាស៊ីន Intel ពណ៌ខៀវចាស់ខ្ញុំបង្ហាញលើកមុនដែរងាយនឹងឃើញឲ្យជាប់ស្នាមម្រាមដៃដូចគ្នាជាមួយនឹង mode design ក៏មើលមកបែបទំនើបសាមញ្ញស្ដាងខ្លាំងដូចគ្នាមាន numpad នៅក្នុង touchpad មកស្រាប់បើ ZenBook S16 វិញគឺអត់មាន numpad បែបហ្នឹងនោះទេដោយមាន gesture បញ្ជាដំឡើងបន្ថយសំឡេងកម្រិតពន្លឺនិងធ្វើការ call វីដេអូបាននៅលើ touchpad ធំនឹងផ្ទាល់ជាមួយនឹងក្តារចុចក៏ងាយស្រួលធ្វើការឲ្យវាអក្សរតែមានភ្លើងនៅខាងក្រោមមកដូចគ្នាងាកមើលទៅខាងលើយើងនឹងឃើញមានអេក្រង់ OLED 3K ដិតច្បាស់ហើយមានកែមអេក្រង់ដ៏ខ្លីគ្មានការរំខាននេះជាមួយនឹងបាសបំពងសំឡេង speaker ចំនួន6គ្រាប់ខ្ញុំមិនចាំបាច់រៀបរាប់ច្រើនខ្ញុំដឹងថាអ្នកនរគ្នានឹងពេញចិត្តតែម្ដងពេលដែលបានប្រើប្រាស់ចាក់មើលរឿងស្ដាប់ចម្រៀងជាមួយនឹង ZenBook S16 OLED នេះហើយដោយវាមានខ្នាត16:10អេក្រង់ ASUS Lumina OLED នេះគឺត្រជាក់ភ្នែកមានស្ទប់ការពារភ្នែកបានល្អពណ៌ដិតស្រស់ហើយត្រឹមត្រូវខ្ពស់ទៀត DCI P3 100%ឆ្លើយតបបានលឿន 120Hz refresh rate នៅលើ S16 និងត្រឹម 60Hz នៅលើ model ZenBook 14មានកម្រិតពន្លឺភ្លឺដល់400 nit ក្រោមពន្លឺថ្ងៃខ្លាំងនៅអាចមើលឃើញអេក្រង់ភ្លឺល្មមអត់សូវជាភ្លឺខ្លាំងនោះទេភ្លឺមកល្មមគ្រាន់តែរៀងផ្លាតពន្លឺគួរសមនៅពេលដែលចាំងពន្លឺអញ្ចឹងនិងការចាក់មើល content HDR គឺបានកម្រិតពន្លឺភ្លឺជាងហ្នឹងដល់ទៅ500 nit ដែរដោយពេលនេះគឺមិនមែនជាអេក្រង់ touch screen នោះទេបើសម្រាប់ការបញ្ចេញសំឡេងវិញគឺឮបានងំពីរោះហើយជះបានខ្លាំងមែនតើបាសក៏បុកបានខ្លាំងប្រសើរជាមួយនឹងការគ្រប់គ្រង Dolby Atmos ផងដែរខ្ញុំចូលចិត្តមើលរឿងនៅលើនេះសំឡេងវាបុកបានល្អមែនតើស៊ីគ្នាជាមួយនឹងអេក្រង់ល្អនៅលើនេះទៀតសម្រាប់ការបិទបើកពី Sleep ខ្ញុំសង្កល់ឃើញថាវាធ្វើបានលឿន scan ផ្ទៃមុខដោះសោបានលឿនសុវត្ថិភាពខ្ពស់អត់មាន scan ក្រយ៉ាដៃនោះទេហើយតតែ ZenBook 14បានមានកម្រិតបិទបើក webcam Full HD នៅលើហ្នឹងទុកគ្រាន់សម្រាប់ឲ្យយើងធ្វើការ video call និងទាញបិទវិញនៅពេលដែលយើងឈប់ប្រើប្រាស់តទៅទៀតបើមើលទៅលើផ្នែកថាមពលថ្មវិញក៏ជាចំណុចលេចធ្លោធំមួយរបស់កុំព្យូទ័រយួរដៃទាំងពីរនេះដោយពួកវាគឺអាចកាន់ថ្មបានប្រហាក់ប្រហែលគ្នាទោះបីជា ZenBook 14មានអេក្រង់ទំហំតូចជាងហើយមានថាមពលថ្មប្រហាក់ប្រហែលគ្នាក្តីពេលដែលខ្ញុំយកមកប្រើប្រាស់ឆ្លាស់គ្នាទៅឃើញថាមិនខុសគ្នាច្រើននោះទេគឺកាន់ថ្មបានពេញមួយថ្ងៃឬក៏ការប្រើប្រាស់រហូតបានដល់ទៅ9ម៉ោងជាប់នៅលើអេក្រង់ហ្នឹងសម្រាប់កិច្ចការងារស្រាលៗដូចជាវាយអត្ថបទបើកមើលឯកសារឆែកអ៊ីនធឺណិតតាមក្រុមជាមួយនឹងកម្រិតពន្លឺបើកដល់ទៅជិត 100% ពេញនិងកម្រិត refresh rate 60Hz ព្រោះសម្រាប់ការងារទាំងអស់ហ្នឹងគឺយើងមិនចាំបាច់បើកដល់120Hz ក៏បានដែរបើយើងយកមកចាក់វីដេអូមួយជាប់ទៀតគឺកាន់បានរឹតតែយូរជាងហ្នឹងគឺកាន់បានដល់ទៅខ្ទង់12ម៉ោងជាប់នៅលើអេក្រង់នៅពេលដែលខ្ញុំចាក់មើលរឿង1080ជាប់ដោយសារតែ CPU ថ្មីនៅក្នុងនោះផងហើយថាមពលថ្មធំទៀតអញ្ចឹងវាអាចកាន់ថ្មបានយូរទៅតាមនឹងដែរហើយបើសម្រាប់ការបញ្ចូលថ្មវិញគឺចំណាយពេល7-2ម៉ោងសម្រាប់ការបញ្ចូលពី 20% ឡើង 100% ពេញវិញតាមរយៈដុំកម្លាំង 65W ដូចគ្នាហ្នឹងគ្រាន់តែ ZenBook S16 ហ្នឹងគឺទទួលបាននៅដុំសារដែលមានទំហំតូចជាងដុំសាររបស់ ZenBook 14រត់តែងាយស្រួលឲ្យយើងយកតាមខ្លួនហើយសម្រាប់ ZenBook S16 ក៏យើងទទួលបាននៅ adapter hub មួយទៀតដែលតពី USB-A មកជា LAN port Internet port ហ្នឹងហើយ laptop ទាំងពីរក៏ទទួលបាននូវកាបូបស្បែកគុណភាពខ្ពស់មួយដូចគ្នាមានពណ៌សស្អាតហើយជួយការពារ laptop របស់យើងបាននៅពេលដែលយកតាមខ្លួនទៅខាងក្រៅ
អូខេឥឡូវយើងមកមើលទៅលើកម្លាំងម៉ាស៊ីននៅលើនេះគឺបំពាក់ដោយ CPU AMD Ryzen AI 7 350មានផ្ទុកនៅ8 core 16 thread ល្បឿន2 GHz ដល់ទៅ5 GHz និងមានបំពាក់ដោយ AMD XDNA NPU រហូតដល់ទៅ50 TOPS សម្រាប់ដំណើរការនៅលើកម្មវិធីឬក៏ game ណាត្រូវការកម្លាំង AI ជំនួយដូច្នេះនៅពេលដែលយើងមាន NPU នេះគឺអាចជួយដំណើរការឲ្យបានរឹតតែលឿនដោយសារតែតម្រូវការ AI នៅតែមិនទាន់ឈប់មានតែចាំបាច់ទៅអញ្ចឹងមានម៉ាស៊ីនដែលមាន NPU ស្រាប់ជាជម្រើសល្អបំផុតនៅពេលខាងមុខយើងនឹងឃើញមានកម្មវិធីដំណើរការដោយ AI កាន់តែច្រើនទៀតមិនថាតែពី Windows ដោយផ្ទាល់កម្មវិធី AI របស់ ASUS ហើយនិងកម្មវិធី AI របស់ក្រុមហ៊ុន developer ផ្សេងៗទៀតសុទ្ធតែត្រូវការចាំបាច់សម្រាប់ RAM ទំហំ 16GB នៅលើនេះគឺមានល្បឿនលឿនប៉ុន្តែអត់អាចដោះដូរបានឬក៏បន្ថែមបានទៀតនោះទេជា RAM ប្រភេទជាប់ board មកស្រាប់ដើម្បីអនុញ្ញាតឲ្យវាធ្វើការដំណើរការបានលឿនហើយកាត់បន្ថយកម្រាស់របស់តួខ្លួនផងនិងមាន SSD ទំហំ 1TB មកស្រាប់ល្បឿនលឿនខ្លាំងដូចខ្ញុំបានបង្ហាញនៅលើអេក្រង់នេះផ្ទាល់អនុញ្ញាតឲ្យយើងធ្វើការផ្លាស់ប្ដូរដំឡើងពេលក្រោយទៀតបានមានចំនួន1 slot កំពុងតែប្រើប្រាស់ផ្ទាល់ហ្នឹងបើការដែលខ្ញុំយកមកប្រើប្រាស់ជាក់ស្ដែងគឺវាពិតជាដំណើរការបានលឿនឆ្លើយតបបានលឿនរបស់គេមែនអត់មានឃើញកន្លែងណាដែលរអាក់រអួលឬក៏តាក់គួរឲ្យចាប់អារម្មណ៍នោះឡើយបើកចេញចូលពីកម្មវិធីមួយទៅកម្មវិធីមួយទៀតមិនមានការរងចាំយូរហើយទោះបីជានេះមិនមែនជា laptop សម្រាប់ផ្ដោតទៅលើការបង្កើតមេតិកាតែដោយសារតែ graphic card ជាប់នេះខ្លាំងជាងចំនួនមុនអញ្ចឹងខ្ញុំក៏បានតេស្ត render វីដេអូដែរវីដេអូ9នាទីគុណភាព 4K 30 frame នៅក្នុង Premiere Pro ហ្នឹងចំណាយពេលរងចាំការ render ហ្នឹងរយៈពេលខ្ទង់7នាទី51វិនាទីអញ្ចឹងមិនអន់ទេសម្រាប់លទ្ធផលនេះដែលមិនមែនជា graphic card ដាច់យើងអាចធ្វើការយកមកកាត់វីដេអូ 1080 ឬក៏ 4K អីបាននៅលើនេះសម្រាប់ការប្រើប្រាស់ transition ឬក៏ effect សាមញ្ញធម្មតាទម្លាក់កម្រិត preview មករៀងក្រោមបន្តិចដើម្បីឲ្យការអូសនៅលើ timeline ហ្នឹងបានគ្រាន់លឿនបន្តិចដែរបើសម្រាប់អ្នកដែលកាត់នៅលើ CapCut វិញដឹងតែគ្មានចោលជាបញ្ហានោះទេវាកាត់បានរលូនតែម្ដងជាមួយនឹងសម្លេងកង្ហាល់ហើយនឹងកម្ដៅវិញក៏ទទួលបានដូចគ្នាមិនរំខានដល់យើងខ្លាំងនោះទេស្របនឹងពេលដែលទទួលបាននៅអេក្រង់ស្អាតចឹងទៀតទុកយកមកកាត់រូបកែរូបរត់តែត្រូវគ្នាមួយឈុតនេះប្រើការងារ graphic design បានល្អបង្ហាញលទ្ធផលបានច្បាស់ផ្ទាល់នៅលើនឹងតែម្ដងមិនចាំបាច់ត្រូវការតទៅ monitor ក្រៅទេការផ្ទេររូបភាពនិងវីដេអូពីម៉ាស៊ីនថតក៏ស្រួលនៅលើ ZenBook S16 តាមរ៉ូត SD card reader នឹងផ្ទាល់យើងមិនចាំបាច់ត្រូវការ adapter hub នោះទេអញ្ចឹងកម្លាំងម៉ាស៊ីនរបស់វានេះគឺស័ក្តិសមសម្រាប់អ្នកដែលធ្វើការកាត់វីដេអូទូទៅកាត់នៅក្នុង CapCut បានលឿនកែរូបកាត់រូបហើយនឹង graphic design មិនមែនសម្រាប់អ្នកដែលធ្វើការនៅខាងផ្នែកវិស្វករឬក៏ប្រើប្រាស់កម្មវិធីណាដែលត្រូវការទាមទារកម្លាំង graphic ខ្លាំង 3D rendering កាត់វីដេអូគម្រោងធំៗឬក៏យកមកលេងហ្គេមខ្នាតធំ AAA នោះទេពេលដែលខ្ញុំអត់នៅផ្ទះអត់នៅចិត្តម៉ាស៊ីនហ្គេមរបស់ខ្ញុំហើយអត់បានយក highlight តាមខ្លួនអញ្ចឹង computer ទាំងពីរហ្នឹងនៅមានកម្លាំងដែលអាចអូសហ្គេមស្រាលល្មមបានលេងនៅក្នុង setting low ធ្វើការបើក AI upscale ជំនួយដើម្បីដំឡើង frame rate ឲ្យទទួលយកបានដូចជា FSR ជាដើមបើយើងចង់បានម៉ាស៊ីនមានកម្លាំង graphic ខ្លាំងគួរតែរកមើលដូចជា Series Pro Art RG Series ឬក៏ Strix Scar បានសមជាងមិញហ្នឹងអ្នកនរគ្នាបានដឹងពីសមត្ថភាពរបស់កម្លាំងម៉ាស៊ីនរបស់វាហើយចុះទៅលើកម្ដៅនិងសម្លេងកង្ហារវិញយ៉ាងណាដែរសម្រាប់បទពិសោធន៍របស់ខ្ញុំប្រើប្រាស់ប្រហែលសប្តាហ៍កន្លងមកនេះឃើញថាទូខ្លួនរបស់វាគឺឡើងកម្ដៅអ៊ុនៗតិចប៉ុណ្ណោះពេលដែលយើងកំពុងតែប្រើប្រាស់អត់ដោតបញ្ចូលថ្មបណ្ដានោះទេព្រោះតែថ្មហ្នឹងគឺកាន់បានយូរបើពេលណាដែលចាំបាច់យើងត្រូវការបញ្ចូលថ្មបណ្ដាប្រើបណ្ដាអញ្ចឹងទូខ្លួនរបស់វាក៏ឡើងក្តៅគួរសមនៅផ្នែកខាងលើក្បែរកន្លែងបត់បើកន្លែងដាក់ដៃមួយជួរ touch pad ហ្នឹងអត់សូវជាប៉ុន្មាននោះទេចំណែកឯសម្លេងកង្ហារវិញស្ទើរតែគ្មានឮតតែសោះនៅពេលដែលយើងប្រើប្រាស់ការងារទូទៅធ្វើការឆែកអ៊ីនធឺណិតវាយបញ្ជីវាយអត្ថបទសូម្បីតែពេលដែលយើងបើកកម្មវិធីច្រើននៅក្នុងពេលតែមួយបើពេលណាដែលយើងយកមកប្រើប្រាស់កម្មវិធីរឿងធ្ងន់កាត់វីដេអូរឿងយូរសម្លេងកង្ហារវាអាចឮជាងមុនតែនៅតែមិនឮរំខានខ្លាំងនោះដែរយើងទទួលបានកង្ហារចំនួន2នៅលើ ZenBook S16 និងកង្ហារចំនួន1នៅលើ ZenBook 14ដូច្នេះនៅលើ ZenBook 14ខ្ញុំចាប់អារម្មណ៍ឃើញថារៀងឡើងកម្ដៅជាង ZenBook S16 កម្ដៅទូខ្លួនអាចឡើងក្ដៅអ៊ុនៗបានជាប់យូរជាងនៅលើ ZenBook 14នេះដូចខ្ញុំបានប្រាប់ពីដំបូងចឹងសម្រាប់អ្នកដែលចង់បានអេក្រង់ធំ16អ៊ីងអាចរកមើល ZenBook S16 OLED បានសម្រាប់តម្លៃ$1299នៅលើទីផ្សារប្រទេសកម្ពុជាយើងបើចង់បានអេក្រង់តូចល្មមជាងនឹងត្រឹម14អ៊ីងត្រូវជាមួយនឹង ZenBook 14 OLED ជាងជាមួយនឹងតម្លៃ$999អាចថា$1000ទៅចុះហើយ laptop ទាំងពីរ model ថ្មីៗនេះក៏មានធានាល្អឥតខ្ចោះ perfect warranty ថែមទៀតផងសុទ្ធតែជាជម្រើសល្អមួយសម្រាប់អ្នកដែលកំពុងតែស្វែងរកមើល laptop ម៉ាស៊ីនជំនាន់ក្រោយដំណើរការដោយ AMD មានល្បឿនឆ្លើយតបលឿនអេក្រង់ OLED ដិតស្រស់ច្បាស់ហើយប្រកាសណាទូខ្លួនផលិតមានគុណភាពខ្ពស់ងាយស្រួលចល័តតាមខ្លួនជាមួយនឹងទូខ្លួនស្ដាងស្រាលនេះចំណុចសំខាន់ខ្ញុំបានរៀបរាប់មិញនេះអស់ហើយអ្វីដែលអ្នកត្រូវដឹងមុននឹងពិចារណាថាតើសមនឹងតម្រូវការរបស់អ្នកនរគ្នាឬក៏អត់ទេអ្នកនរគ្នាក៏អាចទៅប៉ះដោយផ្ទាល់ដោយខ្លួនឯងសិនបានដែរនៅ ASUS Exclusive Store មុននឹងសម្រេចចិត្តចុងក្រោយសម្រាប់វីដេអូមួយនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាពីដើមរហូតមកដល់ចប់ខ្ញុំគឹមលេងនឹងនិយាយទៅកាន់អ្នកនរគ្នានៅក្នុងវីដេអូក្រោយៗទៀត